សកម្មភាពដកធ្មេញទាល់របស់ខ្ញុំដោយគ្រាន់តែប្រើជាមួយនឹងការបោះសសដោយអត់អស់លុយជាមួយនឹងមន្ទីរពេទ្យរដ្ឋមែនទៅនេះជាលើកទី3ហើយដែលខ្ញុំបានមកដកធ្មេញទាល់នៅមន្ទីរពេទ្យរដ្ឋគឺមន្ទីរពេទ្យដែលចូលសន្តិភាពមន្ទីរពេទ្យនេះនៅខាងនៅលើផ្លូវទៅនគរស្រូវអ្នកទាំងអស់គ្នាប្រហែលជាអ្នកមួយចំនួនគាត់បានស្គាល់មន្ទីរពេទ្យនេះធំមែនតើដើម្បីដកធ្មេញទាល់ដោយអត់អស់លុយបានជាដំបូងអ្នកទាំងអស់គ្នាត្រូវមានការបោះសសអត្តសញ្ញាណប័ណ្ណនិងកាតសមាជិកនៃអ្នកជំងឺរបស់មន្ទីរពេទ្យដែលចូលប៉ុន្តែសម្រាប់អ្នកណាគេដែលគាត់ទៅលើកទី1អត់អីទេអត់មានការសមាជិកអ្នកជំងឺហ្នឹងក៏អត់អីដែរហើយខាងពេទ្យគាត់នឹងធ្វើឲ្យយើងហើយការដកធ្មេញទាល់អាចចំណាយពេលពី10នាទីទៅ20នាទីឬអាចលើសហ្នឹងទៅតាមករណីនៃធ្មេញរបស់អ្នកទាំងគ្នានីមួយៗហើយមុនពេលដកលោកគ្រូពេទ្យក៏គាត់នឹងធ្វើអេកស្រេធ្មេញរបស់អ្នកទាំងអស់គ្នាដែរបន្ទាប់ពីដកធ្មេញរួចអ្នកទាំងអស់គ្នានឹងទទួលបានលិខិតសម្រាប់ទៅដកថ្នាំហើយសម្រាប់រយៈពេលក្នុងការរងចាំដកថ្នាំហ្នឹងអាចចន្លោះពី1ម៉ោងទៅ2ម៉ោងទៅទទួលបានរួចអ្នកទាំងអស់គ្នាអាចទៅផ្ទះបានហើយរួចរយៈពេលមួយអាទិត្យក្រោយទៀតអ្នកទាំងអស់គ្នាអាចមកមន្ទីរពេទ្យម្ដងទៀតដើម្បីកាត់ចែកយ៉ាងណាមិញបើសិនជាគិតថាវីដេអូនេះមានអត្ថប្រយោជន៍កុំភ្លេចឲ្យសោះជួយ like ជួយ share ហើយជួយ comment ផងណាអរគុណច្រើនសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹងបាយបាយ